Ok,សួស្តីបងប្អូនចំណុចបន្តទៀតគឺចំណុចទី2គឺរបៀបរកខួបនៃអនុគមត្រីកោណមានអញ្ចឹងក្នុងការរកខួបនៃអនុគមត្រីកោណនេះក៏បែងចែកជា4ដែរសម្រាប់អនុគមសិនុកុសិនុតង់សងនិងកោតង់សងណាអញ្ចឹងយើងនិយាយអំពីការរកខួបអូខេរបៀបរកខួបគឺគេតាំងដោយអក្សរតេឬអក្សរប៉េតាមសភៅផ្សេងៗគ្នាណាអញ្ចឹងខួបរបស់យើងគឺសម្រាប់អនុគមទូទៅ M នៃ x នៅពេលដែលគេឲ្យមកស្មើជាមួយនឹង a ហ្នឹងជាមេគុណនេះណាមេគុណរបស់អនុគមសិនុដែលមុំរបស់អនុគមសិនុរបស់យើងគឺ bx បូកជាមួយនឹង c ឬក៏ a កុសិនុ bx បូក c ដែរអញ្ចឹងនៅក្នុងវងកញ្ចក់នេះវាដើរតួជាមុំរបស់កុសរបស់ស៊ីនតង់សងកុសតង់សងហើយមេគុណរបស់វាផ្សេងគ្នាតាមប្រភេទលំហាត់ទៅណាអញ្ចឹងវាអាស្រ័យលើប្រភេទលំហាត់ដែរសម្រាប់ A B ហើយនិង C ហ្នឹងវាអាស្រ័យតាមជាក់ស្ដែងប៉ុន្តែយើងដឹងថានៅពេលដែលយើងចង់រកខួបនៃអនុគមស៊ីននិងអនុគមកុសអញ្ចឹងគឺតែស្មើជាមួយនឹង2ផៃចែកជាមួយនឹងតម្លៃដែលខាតត្រង់2នេះគឺតម្លៃដែលខាតនេះ B អញ្ចឹងមានន័យថាគេយកតែមេគុណមុខ x មេគុណនៅខាងមុខ x លេខវាប្រមាណក៏ដោយឲ្យតែមុខ x ហើយទីតាំងហ្នឹងវាដើរតួជាមុំរបស់កុសឬក៏របស់ស៊ីនរបស់កុសឬក៏របស់ស៊ីនណាអញ្ចឹងគឺយើងយកមេគុណវាមកដាក់ក្នុងតម្លៃដែលខាតនៅខាងក្រោម2ផៃណាអាហ្នឹងគឺខួបរបស់អនុគមសិនុនិងកុសិនុអនុគមស៊ីនឬក៏អនុគមកុសចំណែកអនុគមតង់សងជាមួយនឹងអនុគមកុសតង់សងពីរហ្នឹងគឺរកខួបដូចគ្នាតែស្មើជាមួយនឹងផៃចែកជាមួយតម្លៃដែលខាតនេះ B ដែរដូចគ្នាខុសគ្នាតាត្រង់ថាតង់សងនិងកូតង់សងគឺអត់មាន2ពីមុខឯងមានតែផៃទេចំណែកឯស៊ីននិងកុសគឺមាន2ពីមុខតែប៉ុណ្្នឹងទេអានឹងគឺយើងត្រូវចងចាំថានៅពេលដែលយើងចង់រកខួបគឺរកតាមហ្នឹងអូខេអញ្ចឹងយើងមកឧទាហរណ៍ទី1អនុគមស៊ីនុអានៃ x គឺដូចគេឲ្យមកស៊ីន x អញ្ចឹងខួបរបស់វាគឺតេស្មើនឹង2ផៃហេតុអីបានចឹង2ផៃចឹងតាមពិតបើសិនយើងសម្រាយអានឹងវាតេស្មើនឹង2ផៃចែកជាមួយតម្លៃដែលខាត់នៃ B ចឹងទេតែ B របស់យើងមានគុណមុខ x បានទៅតេហ្នឹងគឺបាន1អញ្ចឹងមានន័យថា2ផៃចែកនឹង1គឺបាន2ផៃដែរអញ្ចឹងខួបតេសរុបទៅគឺ2ផៃណាចំណែកអនុគមស៊ីនុឬក៏ស៊ីនរបស់យើងគឺ3ផៃនេះ3x នេះគឺគេឲ្យមក n x ស្មើស៊ីន 3x ហ្នឹងអញ្ចឹងខួបរបស់វាពេលហ្នឹងគឺតេស្មើនឹង2ផៃចែកតម្លៃដែលខាត់នៃ B តែ B របស់យើងមានគុណមុខ x នេះគឺ B ហីគឺមិនតម្លៃដែលខាត់នេះ3តម្លៃដែលខាត់នេះ3ចេញមកក៏3ដែរតម្លៃដែលខាត់គេដាក់មកជៀសវាងនៅពេលដែលវាមានសញ្ញាវិជ្ជមានវាមុំផ្ទុយណាវាចូលមុំផ្ទុយអញ្ចឹងសញ្ញាវិជ្ជមានក៏វាចេញមកវិជ្ជមានដែរសម្រាប់ខួបអូខេឧទាហរណ៍បន្តទៀតគឺសម្រាប់អនុគមកុសអញ្ចឹងអនុគមកុសក៏ដូចគ្នាជាមួយនឹងស៊ីនដែរខ្ញុំមិនបាច់បញ្យល់ច្រើនទេបន្តទៅទៀតគឺអនុគមតង់សងអនុគមតង់សងវាខុសគ្នាពីស៊ីននិងកុសតាមបន្តិចទេដែលពីផៃដូរដាក់តែផៃទេហើយចែកជាមួយតម្លៃខាត់នេះ B មិនចឹងអញ្ចឹងយើងមើលតង់សងរបស់យើង x របស់យើងគឺមេគុណវាគឺ B នៅឡើយហ្នឹងគឺ1អញ្ចឹងមានន័យថាផៃចែកជាមួយតម្លៃខាត់នេះ1តម្លៃខាត់នេះ1ចេញមកបាន1ដដែលអញ្ចឹងផៃចែកជាមួយនឹង1បានផៃមួយទៀតតង់សងនេះ2 x អញ្ចឹងខួបរបស់វាគឺតេស្មើនឹងផៃចែកតម្លៃលេខខាត់នេះ B អញ្ចឹង B យើងពេលហ្នឹង2អញ្ចឹងតម្លៃខាត់នេះ2ចេញមកគឺ2អញ្ចឹងវាបានផៃចែកនឹង2គឺជាខួបរបស់តង់សង 2x កូតង់សងក៏ដូចគ្នាជាមួយតង់សងដែរអូខេខ្ញុំមានលំហាត់ចំនួន10ដូចគ្នាគាត់ថាក្នុងលំហាត់ចំនួន10មានអាចមានចូលក្នុងឧទាហរណ៍មិនបានដូចជាមានលំហាត់ទី1លំហាត់ទី3មានប្រហែលទៀតអាណាដែលយើងមានឧទាហរណ៍មិនធ្វើវាមិនអនុវត្តលំហាត់ក៏បានដែរអញ្ចឹងយើងអាចអនុវត្តលំហាត់ដែលនៅសល់បន្តហ្នឹងទៅលំហាត់ដែលនៅសល់មានប្រហែលហ្នឹងយើងរកខួបវាឲ្យបានយើងគាត់ណាដូរបើនិយាយចំទៅគឺយើងគាត់ណាដូរមុំរបស់វាដូរលេខមេគុណអិចបន្តិចឬក៏យើងដាក់បូកដូរអីបន្តិចមកក៏បានដែរណាប៉ុន្តែសំខាន់គឺ B យើងត្រូវចាំថាវានៅខាងមុខ x ជានិច្ចចឹងទៅណាអញ្ចឹងអាហ្នឹងរបៀបរកខួបហើយអញ្ចឹងអត់ដូចជាអត់មានអីលំបាកទេអរគុណច្រើន